សុស្ដីលំអាជីវិកាបាត់ដំបងជប់សួរបងបានឥឡូវនេះសសល់បាហ៊ីលឿងទេក្នុងខែ8នេះបងខែ8តបាហ៊ីលឿងធ្វើឲ្យផ្លែល្អផ្លែទុកបានយូរផ្លែឆ្ងាញ់ផ្អែមស្រួយបាទហ្នឹងឯងយើងល្អបំផុតអ្នកដាំលម៉ើបាទផ្លែល្អពណ៌ល្អស្រួយទុកបានយូរនឹងគឺអ្នកដាំផ្អែមស្រួយបាទហ្នឹងហើយដូច្នេះបងប្អូនព្យាយាមសិក្សាពីធ្វើលម៉ើដើម្បីមានគុណភាពបាទលម៉ើផ្លែលម៉ើដើម្បីមានគុណភាពបាទទុកបានយូរនាំចេញទៅក្រៅទុកបានយូរហើយអត់ស្អុយបាទអត់ចំទឹកផ្លែផ្អែមស្រួយដដែលអានោះហើយគឺគុណភាពផ្លែលម៉ើបាទបងប្អូនដូច្នេះបងប្អូនស្វែងយល់ទាក់ទងវិធីសាស្ត្រហ្នឹងហើយវិធីសាស្ត្រទុកផ្លែលម៉ើយើងសិក្សាទាំងអស់គ្នាបាទហ្នឹងហើយយើងត្រូវតែសិក្សាបាទយើងមិនសិក្សាទេតាមដានវាទេវាធ្វើទៅមានគុណភាពបងប្អូនបាទហ្នឹងហើយដូច្នេះបងប្អូនព្យាយាមសិក្សាតាមដានជារៀងរាល់ឆ្នាំបាទយើងរាល់ឆ្នាំបាទយើងសិក្សាខ្លួនយើងមានអ្នកសិក្សាឲ្យយើងទេបាទហ្នឹងបងប្អូនបាទសូមអរគុណប្រកាសចប់អីចប់ទាំងអស់ពីផុតអត់ល្អបាទអរគុណ